ចិញ្ចឹមឆ្មាររាល់ថ្ងៃតើលោកអ្នកមានដឹងថាសត្វឆ្មាមានលក្ខណៈពិសេសអ្វីខ្លះទាំងនេះគឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍ទាំង24អំពីសត្វឆ្មាទី1ឆ្មាចូលចិត្តដេកជាមធ្យមឆ្មាដេកពី12ទៅ16ម៉ោងក្នុងមួយថ្ងៃនេះជាការសម្រាកដ៏យូរមួយពួកវាសន្សំកម្លាំងទុកសម្រាប់ពេលប្រមាញ់ចំណីឬសម្រាប់ការដេញប្រឡែងគ្នាទី2ពុកមាត់ជាឧបករណ៍សម្រាប់ចាប់សញ្ញាពុកមាត់របស់ឆ្មាមិនត្រឹមតែគួរឲ្យស្រឡាញ់តែប៉ុណ្ណោះទេថែមទាំងជាសរីរាង្គដែលមានសមត្ថភាពចាប់សញ្ញាអារម្មណ៍កម្រិតខ្ពស់ដែលធ្វើឲ្យពួកវាធ្វើដំណើរតាមទីងងឹតនិងរកឃើញការប្រែប្រួលចរន្តខ្យល់ផងដែរពុកមាត់ឆ្មាថែមទាំងអាចជួយវាកំណត់ទីកន្លែងដែលមានប្រហោងតូចៗថាតើវាអាចចូលបានដែរឬទេទី3ឆ្មាមានភាពបត់បែនឆ្មាមានឆ្អឹងប្រមាណជា230បើប្រៀបធៀបទៅនឹងមនុស្សមានតែ206ប៉ុណ្ណោះបូករួមនឹងឆ្អឹងកងខ្នងរបស់វាដែលអាចបត់បែនបានធ្វើឲ្យពួកវាអាចចូលទៅក្នុងទីកន្លែងតូចចង្អៀតនិងអាចពត់ពែនខ្លួនបានតាមចិត្តចង់ទី4សំឡេងគ្រឹករបស់វាឆ្មាបញ្ចេញសំឡេងគ្រឹកដោយហេតុផលផ្សេងនិងមិនត្រឹមតែពេលវាសប្បាយប៉ុណ្ណោះនោះទេការបញ្ចេញសំឡេងគ្រឹកក៏អាចជាសញ្ញានៃការជឿចាប់ការថប់អារម្មណ៍ឬសូម្បីតែការបន្ធូរអារម្មណ៍ខ្លួនវាផងដែរគេជឿថាហ្វ្រេកង់នៃការបញ្ចេញសំឡេងគ្រឹករបស់ឆ្មាមានចាប់ពី25ទៅ150 Hz ដែលជួយជំរុញក្នុងការព្យាបាលឆ្អឹងនិងជាលិការបស់វាទី5ក្រចៅច្រមុះមានតែមួយគត់ដូចជាក្រចៅដៃរបស់មនុស្សដែរឆ្មាមានគំរូក្រចៅច្រមុះតែមួយគត់ដែលឆ្មាទាំងអស់មានស្នាមជ្រួញចុងច្រមុះខុសៗគ្នាទាំងអស់ទី6ការស្ដាប់ដ៏អស្ចារ្យឆ្មាអាចស្ដាប់សំឡេងឮខ្លាំងជាងមនុស្សនិងឆ្កែទៅទៀតដែលជួយពួកវាឲ្យស្ដាប់ឮសំឡេងរបស់សត្វតូចៗដូចជាកណ្ដុរថ្លែនបង្គួយជីងចក់ជាដើមដែលជាចំណីរបស់ពួកវាទី7ចំណូលចិត្តផ្អែមរបស់ឆ្មាមានកម្រិតឆ្មាខ្វះជីវហាដែលទទួលរសជាតិផ្អែមដោយសារតែពួកវាវិវត្តជាសត្វស៊ីសាច់ជាអាហារដែលមានន័យថាពួកវាអាចទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលពួកវាត្រូវការពីសាច់ទី8របបគំហើញនៅពេលយប់ឆ្មាអាចមើលឃើញអ្វីៗពេលយប់បានយ៉ាងល្អឥតខ្ចោះដោយសារតែស្រទាប់កោសិកា reflex នៅពីក្រោយស្រទាប់ retin របស់ពួកវាស្រទាប់ reflex នេះបញ្ចាំងពន្លឺត្រឡប់មកវិញតាមរយៈ retin ដែលធ្វើឲ្យពួកវាអាចមើលឃើញដល់ទៅ2ដងហើយវាធ្វើឲ្យភ្នែករបស់ឆ្មាមានពន្លឺភ្លឺក្នុងទីងងឹតផងដែរទី9ការច្របាច់ឬក្រចៅអ្វីមួយនៅពេលដែលឆ្មាច្របាច់ឬក្រចៅអ្វីមួយនៅលើផ្ទៃទន់វាជាអរិយាប័ត្រដែលពួកវាបានរៀនតាំងពីនៅតូចនៅពេលដែលពួកវាច្របាច់ពោះរបស់មេវាដើម្បីជំរុញលំហូរទឹកដោះទី10កន្ទុយឆ្មាផ្ដល់សញ្ញាផ្សេងកន្ទុយរបស់ឆ្មាគឺជាសូចនាករដ៏សំខាន់នៃអារម្មណ៍របស់វាកន្ទុយត្រង់ឡើងលើមានន័យថាឆ្មាសប្បាយចិត្តនិងមានទំនុកចិត្តកន្ទុយញ័រឬបាសរោមអាចបង្ហាញពីភាពរំភើបការភ័យខ្លាចឬមានការគំរាមកំហែងពីអ្វីមួយទី11ឆ្មាចូលចិត្តប្រអប់ឆ្មាចូលចិត្តដេកក្នុងប្រអប់ឡាំងកេះហឹបឬកន្លែងចង្អៀតព្រោះវាបានផ្ដល់នូវអារម្មណ៍សុវត្ថិភាពនិងភាពកក់ក្ដៅប្រអប់ឬកន្លែងចង្អៀតក៏កាត់បន្ថយភាពតានតឹងដោយផ្ដល់នូវជម្រកសុវត្ថិភាពដល់វាផងដែរទី12ការសម្អាតខ្លួនយ៉ាងយកចិត្តទុកដាក់ឆ្មាចំណាយពេលយ៉ាងច្រើនក្នុងការលិតសម្អាតខ្លួនការលិតសម្អាតខ្លួនជួយឲ្យពួកវារក្សារោមស្អាតគ្រប់ពេលគ្រប់គ្រងសីតុណ្ហភាពរាងកាយនិងចែកចាយប្រេងធម្មជាតិទី13ភាពឆ្កួតឆ្កួតនៅកណ្ដាលយប់ការផ្ទុះធម្មពលដែលឆ្មាឧស្សាហ៍បង្ហាញនៅពេលយប់ទំនងជាដោយសារតែធម្មជាតិរបស់ពួកវាមានន័យថាពួកវាសកម្មបំផុតនៅពេលព្រឹកព្រលឹមនិងពេលព្រលប់នោះគឺជាពេលវេលាប្រមាញ់ចំណីរបស់វាទី14ការត្រដុសអង្អែលក្បាលជាសញ្ញានៃក្តីស្រឡាញ់នៅពេលដែលឆ្មាយកក្បាលរបស់វាមកត្រដុសអង្អែលអ្នកវាបង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកដោយសម្គាល់ថាអ្នកជាផ្នែកមួយនៃគ្រួសាររបស់ពួកវាទី15ការពំកាដូយកមកឲ្យអ្នកជួនកាលឆ្មាពំកាដូយកមកឲ្យយើងទាំងកណ្ដាលយប់ដូចជាសត្វដែលងាប់យកមកឲ្យម្ចាស់របស់វាដែលភាគច្រើនគឺជាសត្វកណ្ដុរខ្លះជាពស់ថ្លែនបង្គួយជីងចក់ពីងពីងឬក្អែបជាដើមធ្វើឲ្យយើងមានចម្ងល់ថាតើពួកវាកំពុងព្យាយាមបង្រៀនយើងអំពីរបៀបចាប់សត្វឬក៏គ្រាន់តែជាកាដូដែលវាពំយកមកឲ្យយើង
ទី16ឆ្មាជាអាទិទេពរបស់ប្រទេសអេស៊ីបបុរាណឆ្មាត្រូវបានគេគោរពនិងឲ្យតម្លៃយ៉ាងខ្លាំងនៅក្នុងប្រទេសអេស៊ីបបុរាណហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងទេពធីតាព្រះនាម Bastet ដែលជាអ្នកការពារផ្ទះអ្នកនាំភាពចម្រុងចម្រើននិងជាអ្នកផ្ដល់កំណើតផងដែរការសម្លាប់សត្វឆ្មាត្រូវបានផ្ដន្ទាទោសប្រហារជីវិតនៅសម័យអេស៊ីបបុរាណទី17ឆ្មានៅលើកប៉ាល់ចៅសមុទ្រឆ្មាត្រូវបានគេចិញ្ចឹមរក្សាទុកនៅលើកប៉ាល់ដើម្បីឲ្យចាប់សត្វល្អិតចង្រៃជាពិសេសគឺជាសត្វកណ្ដុរតែម្ដងគេចិញ្ចឹមសត្វឆ្មានៅលើសំពៅឬនាវាដើម្បីការពារស្បៀងអាហារការពារការខូចខាតដល់ខ្សែពួរឧបករណ៍និងសម្ភារៈផ្សេងៗទី18ឆ្មាដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតយោងទៅតាមកំណត់ត្រាពិភពលោក World Guinness ឆ្មាដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតមានឈ្មោះថា Blackie ដែលទទួលបានមរតក7 លានផោនដែលមានតម្លៃប្រហែល10 លានដុល្លារសហរដ្ឋអាមេរិកពីម្ចាស់របស់វាក្នុងឆ្នាំ1988ទី19ឆ្មាដែលមានភាពល្បីល្បាញដំបូងគេឆ្មាឈ្មោះ Felicity ដែលជាឆ្មាបារាំងគឺជាឆ្មាដំបូងគេបង្អស់និងជាឆ្មាតែមួយគត់ដែលបានឡើងទៅលើលំហអាកាសនៅក្នុងឆ្នាំ1963ទី20ឆ្មានៅក្នុងរឿងអក្សរសិល្ប៍ឆ្មាឈ្មោះ Cassia មាននៅក្នុងរឿង Alice in Wonderland ឬ Alice នៅក្នុងដែនដីដ៏អស្ចារ្យនិងឆ្មាឈ្មោះ Crookshanks នៅក្នុងរឿង Harry Potter ឆ្មាបានដើរតួគួរឲ្យចាប់អារម្មណ៍នៅក្នុងអក្សរសិល្ប៍ទូទាំងប្រវត្តិសាស្ត្រដោយជារឿងដើមកំណើតសត្វឆ្មារបស់ប្រទេសកម្ពុជាដែលបានបង្កើតឲ្យមានទំនៀមទម្លាប់កាន់ឆ្មាសម្បុរ3ហើយប្រតិសិនជុំវិញផ្ទះ3ជុំនៅពេលដែលមានពិធីឡើងគេហដ្ឋានថ្មីថែមទៀតផងទី21ឆ្មាអាចរស់រានមានជីវិតពីការធ្លាក់ពីលើទីខ្ពស់នេះមិនមែនមានន័យថាពួកវាតែងតែចង់លោតពីលើទីខ្ពស់នោះទេប៉ុន្តែឆ្មាមានភាពរហ័សរហួនក្នុងការតម្រង់ខ្លួនរបស់ពួកវាឆ្មាអាចតម្រង់ទិសខ្លួនឯងយ៉ាងរហ័សជាទីបំផុតក្នុងអំឡុងពេលវាធ្លាក់ពីទីខ្ពស់ពួកវាក៏លាតសន្ធឹងរាងកាយរបស់ពួកវាដើម្បីបង្កើនភាពធន់នឹងខ្យល់ដោយដើរតួដូចជាឆ័ត្រយោងដែលមានរោមហេតុនេះហើយទើបពួកវាអាចសម្រាលខ្លួនបាននិងរួចរស់ជីវិតបាននេះក៏ដោយសារតែវាមានបាត់ជើងទន់ជួយទប់លំនឹងផងដែរទី22ឆ្មាមានម្រាមជើងបន្ថែមឆ្មាប្រភេទ Polydactyl មានម្រាមជើងលើសពីចំនួនធម្មតានៅលើក្រញាំរបស់ពួកវាទី23ឆ្មាចាស់ជាងគេបំផុតនៅលើពិភពលោកឆ្មាឈ្មោះ Cream Puff ដែលជាឆ្មាកូនកាត់ Toby បានរស់នៅរហូតដល់អាយុ38ឆ្នាំនិង3ថ្ងៃដែលធ្វើឲ្យវាក្លាយជាសត្វឆ្មាដែលមានអាយុចាស់ជាងគេនៅក្នុងកំណត់ត្រាពិភពលោកទី24ឆ្មាអាចអាឡែស៊ីទៅនឹងមនុស្សខណៈពេលដែលមនុស្សអាចនឹងអាឡែស៊ីទៅនឹងឆ្មាក៏មានការអាឡែស៊ីទៅនឹងមនុស្សផងដែរជាពិសេសនៅពេលមនុស្សមកអង្អែលវាលេងតើលោកអ្នកដឹងអំពីលក្ខណៈពិសេសអ្វីខ្លះទៀតអំពីសត្វឆ្មាសូមខមមិនខាងក្រោម